ទ្រព្យសម្បត្តិដំបូងគេក្នុងជីវិតហើយគិតមើលទ្រព្យសម្បត្តិដំបូងគេក្នុងជីវិតខ្ញុំទ្រព្យសម្បត្តិដំបូងគេក្នុងជីវិតខ្ញុំរកបានផ្ទះមួយអញ្ចឹងទ្រព្យសម្បត្តិកាលហ្នឹងខ្ញុំរកលុយបានអាហ្នឹងចេះរកលុយបានដំបូងគេបំផុតដែរអញ្ចឹងពូចេញកតិមួយថាពូគិតពិចារណាយូរទៅពូនិយាយថាទ្រព្យសម្បត្តិដំបូងគេរបស់មនុស្សគឺការរកបានមិត្តដ៏ស្មោះត្រង់មិនឃើញទេក្មួយត្រូវដឹងដើម្បីរកបានមិត្តដ៏ស្មោះត្រង់ទី1គឺក្នុងអារម្មណ៍យល់របស់ក្មួយនោះទាំងហើយហៅអានោះបានវាទៅជាទ្រព្យសម្បត្តិដំបូងបើសម្រាប់មនុស្សធម្មតាហ្នឹងគឺគ្មានត្រូវការមិត្តអីទេហើយការលុយនោះហើយទ្រព្យសម្បត្តិទី1ក្នុងជីវិតនោះគឺលុយនោះហើយប៉ុន្តែក្នុងអារម្មណ៍យល់របស់ក្មួយដែលដង្ហើយហៅមនុស្សដែលយល់ចិត្តយល់ទេគឺថាបានស្អីក៏គ្មានស្កប់ស្កល់ដែរនៅតែរកមនុស្សដែលអាចនិយាយគ្នាបានយល់គ្រប់រឿងយល់ទេក្នុងចិត្តនៅតែដង្ហើយហៅអាហ្នឹងដល់ពេលបានអាហ្នឹងមកជាទ្រព្យទី1ក្នុងជីវិតរបស់មនុស្សប៉ុន្តែពូមើលទៅមនុស្សទាំងអស់គ្នាពូមើលដោយការគិតណាពូមើលទៅដូចមនុស្សដូចអត់ត្រូវការហ្នឹងផងដូចអត់ត្រូវការមិត្តចិត្តស្និទ្ធមិត្តយល់ចិត្តហ្នឹងដូចអត់ផងដល់ពេលក្មួយត្រូវការមិត្តយល់ចិត្តមានន័យថាក្នុងអារម្មណ៍របស់ក្មួយឯកោខ្លាំងណាស់វាចេះតែឯងវាយល់តែឯងយល់ទេគិតតែឯងអីតែឯងដល់ពេលអញ្ចឹងវាអត់មានពីណាយល់ចិត្តមិនងាយរកទេអញ្ចឹងវាមានតម្លៃខ្លាំងណាស់អាមិត្តយល់ចិត្តហ្នឹងជួនកាលបានតែប្រពន្ធបានតែប្តីមែនប៉ុន្តែយល់អីគ្នាទេគ្រាន់តែផ្សែផ្សំគ្នាគ្រាន់នៅជាមួយគ្នាបានមានគ្រួសារអីចឹងប៉ុន្តែមិត្តយល់ចិត្តផ្សេងទេយល់ទេហើយមិត្តយល់ចិត្តហ្នឹងណាពូប្រាប់ដែលហៅថាមិត្តហ្នឹងមិនមែនអាយុសកលគ្នាទេគឺថាមនុស្សដែលអាចយល់ចិត្តគ្នានិយាយគ្នាបានណាយល់ទេអាណាទៅរកអាយុសកលគ្នាបានណាមិនងាយទេយល់ទេវាអាចមនុស្សផ្សេងគ្នាប៉ុន្តែនិយាយគ្នាបានហ្មងនិយាយទៅយល់សោចកក្អឹកនឹងមានការងារអីគឺថារកគ្នានិយាយគ្នាយល់ទេជួនកាលឪកូនទេតែណាមឃើញរកដល់ណាមឃើញតែឪកូននោះនិយាយត្រូវគ្នានោះយល់ចិត្តមិត្តយល់ចិត្តជាទ្រព្យដំបូងនៅក្នុងជីវិតហើយមនុស្សណាដែលគេថាទ្រព្យដំបូងក្នុងជីវិតជាមិត្តយល់ចិត្តនេះមិនងាយទេណាប៉ុន្តែត្រូវដឹងដំបូងដៃបំផុតថាត្រូវខ្លួនឯងជាមនុស្សដែលយល់ចិត្តគេយល់ទេខ្លួនឯងជាមនុស្សដែលគេត្រូវការរកដែរយល់ទេមិនមែនខ្លួនឯងមនុស្សចោលមកសៀវទៅដើររកតែមិត្តយល់ចិត្តតែខ្លួនឯងអត់មានគុណសម្បត្តិអីសោះសម្រាប់តាក់ទាញមិត្តយល់ចិត្តណាអញ្ចឹងបើសិនណាជាមិត្តយល់ចិត្តហ្នឹងជាវត្ថុដ៏មានតម្លៃក្នុងជីវិតហើយគិតមើលវត្ថុមានតម្លៃក្នុងជីវិតតម្លៃលើទ្រព្យសម្បត្តិតម្លៃលើអីទៀតហើយត្រូវចំណាយពេលប្រមាណដើម្បីបានមិត្តយល់ចិត្តហ្នឹងចំណាយស្អីក៏ចំណាយដែរយល់ទេចំណាយស្អីក៏ចំណាយដែរហើយទៀតពូប្រាប់ហើយដឹងជាបានឬអត់ផងអូយខ្ញុំធ្វើល្អជាមួយនេះខ្ញុំធ្វើហើយគាត់តែគេបោកថាគេបោកនោះហើយជាការចំណាយដល់រមិត្តហ្នឹងយល់ទេយើងធ្វើល្អជាមួយគេចុះគេបោកទៅអញរមិត្តអញទៅទៀតធ្វើទៀតហើយមិនចេះចំណាយទេបើរបស់មានតម្លៃបើប្រើដើមទុនច្រើនក្នុងការរមិនមើលរាវមាសថាមាសមានតម្លៃហើយទៅម្ដងលក់ផ្ទះលក់អីអស់លេងទៅអត់បានមកវិញសែនសំបានធ្វើដើមទុនទៅទៀតថាថៃបានទៅទៀតថាព្រោះអារបស់ដែលអញរកនោះមានតម្លៃលើអារបស់អញចំណាយហ្នឹងយល់ទេអញ្ចឹងបានខ្ញុំថាបើក្នុងចិត្តរបស់អ្នកយល់ថាមិត្តដែលមានតម្លៃនោះវាយ៉ាងម៉េចវាមានតម្លៃយ៉ាងម៉េចគឺថាអាការដែលហែងខាត់បងគេបោកគេព្រះក្នុងជីវិតហែងនោះអានោះជាការចំណាយដើម្បីរកមិត្តដ៏ស្មោះត្រង់ប៉ុន្តែដឹងបានឬមិនបានទៀតយល់ទេជួនកាលអត់បានទៀតនៅម្នាក់ឯងនោះ
cứ tha visualច្រើនពេកខ្លួនឯងនឹង visual ច្រើនពេកដល់ពេលចង់ទៅនិយាយជាមួយអ្នកគេផ្សេងគេខ្ជិលគេឃើញមុខយើងគេធុញយើងនាំតែរឿងនិយាយគេថានាំរឿងលុយរកកាក់អីមកឲ្យអញក៏មកទៅនាំតែអញនិយាយប៉ុន្តែយើងវាឆ្ងាញ់ហ្នឹងយល់ទេរំបានទេអញ្ចឹងបានខ្ញុំលើកកតិឡើងថាមិត្តដែលយល់ចិត្តហ្នឹងជាទ្រព្យសម្បត្តិដំបូងក្នុងជីវិតកតិរបស់អីបោះព្រំរសាលោករបស់ស្ដេចចក្រហ្នឹងយល់ទេព្រោះស្ដេចចក្រហ្នឹងគឺថាក្រៅពីបំភ្លឺមេរៀនពុទ្ធឡើងវិញគឺចុះមកបង្រៀនមូលដ្ឋានក្នុងការពិចារណាដល់ពេលអញ្ចឹងកតិបោះព្រំហ្មងកតិរបស់ស្ដេចចក្រហ្មងយល់ទេអានឹងទ្រព្យសម្បត្តិទី1ក្នុងជីវិតហើយមនុស្សរាល់ថ្ងៃគេថាគុំទៅរាប់អានអ្នកដទៃអីច្រើនប្រពន្ធយើងគ្រួសារយើងហើយជាទ្រព្យទី1ក្នុងជីវិតរបស់យើងខ្ញុំថាគាត់និយាយចេញមកនេះអានេះគឺថាប្តីប្រពន្ធយើងមានការអីក៏យើងពឹងប្តីប្រពន្ធរបស់យើងណែឃើញវាប្រយោជន៍ទេគឺប្តីប្រពន្ធវាពឹងដល់ពេលអញ្ចឹងវាអត់ដឹងខុសដឹងត្រូវអីយើងល្អប៉ុណ្ណាក៏ដោយក៏វាត្រូវតែទុកប្តីប្រពន្ធវាសំខាន់ជាងយើងគ្មានចេះបែងចែកអាណាខុសអាណាត្រូវអីសោះឡប់បធូនណាទី1ទ្រព្យសម្បត្តិដំបូងក្នុងជីវិតគឺការរកបានមិត្តដែលយល់ចិត្តមិត្តដែលស្មោះត្រង់គឺជាទ្រព្យសម្បត្តិទី1ក្នុងជីវិត